បំពងត្រីក្រហមឆាតកូនជាមួយសៀងឆាតកូនត្រីក្រហមទេអីរសឈ្មោះដាក់ឃើញនេះបងប្អូនចំណែករសជាតិវិញគឺថាស្តៀងនឹងយើងជៀនជួនបងប្អូនបើថាយើងជៀនជួនយើងដាក់ខ្ញីហើយសៀងแล้วនេះយើងដាក់តកូនមានអីខុសគ្នាបងប្អូនចាហើយចំពោះគ្រឿងវិញមានតែខ្ទឹមសខ្ទឹមក្រហមម្ទេសហ្នឹងគឺខ្ញុំយកទៅបុកមិនបុកឲ្យម៉ត់ម៉ានទេបងប្អូនប៉ាត់ណាគឺបានហើយចាហើយបន្តមកទៀតហ្នឹងគឺយកត្រីទៅបំពងហើយមុននឹងដាក់ហ្នឹងវីប៉ុណ្្នឹងហើយបងប្អូននឹងជាប់ទៀតនេះអញ្ចឹងមិនថាហ្នឹងណាឥឡូវបំពងឲ្យក្រៀមបែបនេះហើយបានយើងយកទុកមួយលើទៅហើយនេះខ្ញុំក៏មកឆាខ្ទឹមម្ទេសយើងនឹងឯងចាឆាមើលទៅរៀងឈ្ងុយមុំហើយក៏ចាក់សៀងនឹងចូលហ្មងទៅសៀងនេះគឺសៀងផ្អែមទេបងប្អូនចាបន្ទាប់មកមួយចាននេះមានគ្រប់រសជាតិទៅហើយមានទឹកម្ទេសទឹកប្រេងខ្យងចាស្ករសហើយនឹងប៊ីចេងហើយនឹងមានរ៉តឌីបន្តិចចាយើងចាក់ចូលគ្នាឆាឲ្យសព្វឲ្យឈ្ងុយហើយទៅដាក់តកូនយើងទៅតកូននេះខ្ចីល្អបងប្អូនតែមានតកូនខ្លួនឯងដាំមកកើតហ្មងចាឥឡូវរួចរាល់ហើយនេះត្រីបំពងនឹងល្អហ្មងបងប្អូនចាចំពោះវីដេអូខាងដើមនេះខ្ញុំបានបង្ហាញឲ្យបងប្អូនដួសតកូនដាក់ពាក់កណ្ដាលទៅហើយដាក់ត្រីយើងចូលបន្ទាប់មកដួសតកូនស្រោចពីលើទៀតឆ្ងាញ់